អាសូរណាស់វីរៈកងទ័ពពុំស្មីពលីលើសមរភូមិទាំងមិនទាន់បានសាងសង់ទ្រនំជូនកូននិងភរិយារស់នៅឲ្យបានសមរម្យតាមការសន្យានៅឡើយលោកអនុសេនីយ៍ពុំស្មីជាវីរៈជនដ៏អង់អាចក្លាហានមួយរូបដែលបានពលីជីវិតនៅលើសមរភូមិអាន់សេសស្ថិតនៅក្នុងស្រុកជាំខ្សាន្តខេត្តព្រះវិហារទាំងមិនទាន់បានសាងទ្រនំជូនកូននិងភរិយារស់នៅឲ្យបានសមរម្យទៅតាមការសន្យានៅឡើយខណៈសពត្រូវបានរៀបចំធ្វើបុណ្យទៅតាមប្រពៃណីនៅគេហដ្ឋាននៅឯស្រុកកំណើតក្នុងភូមិភ្នំខៀវឃុំអូក្រៀងសែនជ័យស្រុកអូក្រៀងសែនជ័យខេត្តក្រចេះអនុសេនីយ៍ពុំស្មីមានវ័យ27ឆ្នាំបានចូលបំពេញការងារជាយោធានៅឆ្នាំ2018ដែលមកទល់នឹងរូបគេពលីជីវិតនៅលើសមរភូមិនេះរូបគេបានបំពេញការងារជាយោធាជិត10ឆ្នាំមកហើយលោកត្រូវបានអង្គភាពចាត់ទៅឲ្យឈរជើងការពារទឹកដីនៅសមរភូមិទិសអាន់សេសក្នុងស្រុកជាំខ្សាន្តខេត្តព្រះវិហារតាំងពីមុនពេលផ្ទុះសង្គ្រាមលើកទី1មកម្លេះក្នុងសង្គ្រាមឈ្លានពានលើកទី1ចន្លោះពីថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដាពុំស្មីបានប្រយុទ្ធដ៏អង់អាចក្លាហានបំផុតជាមួយសត្រូវឈ្លានពានដើម្បីការពារទឹកដីជាអកុសលនៅក្នុងសង្គ្រាមឈ្លានពានលើកទី2ពីថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូពុំស្មីត្រូវបានកងទ័ពថៃឈ្លានពានបាញ់ប្រហារបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតការពលីរបស់ពុំស្មីបន្សល់នូវកិត្តិយសដ៏ធំធេងបំផុតសម្រាប់ខ្លួនរបស់គេនិងក្រុមគ្រួសារព្រោះជាការពលីក្នុងបុព្វហេតុការពារជាតិនិងទឹកដីបើទោះបីជាការពលីពោពេញទៅដោយកិត្តិយសយ៉ាងណាក្ដីតែពុំស្មីមិនទាន់បានសម្រេចបំណងប្រាថ្នានិងការទទួលខុសត្រូវលើកាតព្វកិច្ចជាឪពុកនិងស្វាមីដ៏ល្អនៅឡើយមរណភាពរបស់ពុំស្មីបានបន្សល់ទុកកូនស្រីពីររូបឲ្យរស់នៅកំព្រីឪពុកជាមួយនឹងម្ដាយដែលមិនមានមុខរបរអ្វីនោះឡើយកូនស្រីច្បងមានអាយុ6ឆ្នាំនិងកូនស្រីទី2មានអាយុទើបជាង2ឆ្នាំកាលនៅមានជីវិតពុំស្មីបានប្រឹងប្រែងសន្សំប្រាក់បៀវត្សរបស់ខ្លួនដើម្បីធ្វើផ្ទះជូនកូននិងភរិយាធ្វើជាជំរកផ្ទះតូចនេះសាងសង់រយៈពេលប្រមាណ3ឆ្នាំមកហើយតែមិនទាន់រួចរាល់នៅឡើយទេនៅពេលនេះពុំស្មីជាស្មាបង្អែកគ្រួសារជាដៃអោបប្រសោបគ្រួសារនោះបានពលីជីវិតទៅហើយគ្រាដែលការពលីរបស់ពុំស្មីពោពេញទៅដោយមោទនភាពនិងកិត្តិយសតែកូននិងភរិយារបស់គេត្រូវបាត់បង្អែកជីវិតនិងមិនអាចសម្រេចបំណងប្រាថ្នាសង់ផ្ទះដ៏កក់ក្ដៅនៅស្រីលៀបត្រូវជាភរិយាពុំស្មីបានរៀបរាប់ថាកាលនៅមានជីវិតពុំស្មីជាស្វាមីនិងជាឪពុកដ៏ល្អហើយគេតែងសន្យាជាមួយកូននិងភរិយាថានឹងសាងសង់ផ្ទះនេះឲ្យរួចរាល់ជាជំរកដ៏កក់ក្ដៅសម្រាប់កូននិងភរិយាបើតាមនៅស្រីលៀបផ្ទះដែលពុំស្មីបានប្រឹងប្រែងសាងសង់នោះសម្រាប់ទើបបានប្រមាណ40%ប៉ុណ្ណោះពលបានប្រក់ដំបូលរៀបជញ្ជាំងឥដ្ឋមួយចំនួនហើយមិនទាន់ចាក់សាបនៅឡើយបើបងប្អូនមានបំណងសម្រាប់ក្តីប្រាថ្នាវីរៈយុទ្ធជនដ៏អង់អាចក្លាហានរបស់កម្ពុជាសង់បង្ហើយផ្ទះសូមទំនាក់ទំនងទៅកាន់ភរិយារបស់ពុំស្មីតាមលេខទូរស័ព្ទ097 577 64 87ឬបរិច្ចាគតាម QR ធនាគាររបស់ភរិយាដែលភ្ជាប់នៅក្នុងអត្ថបទនេះការរួមចំណែករបស់បងប្អូននឹងជួយឲ្យវិញ្ញាណក្ខន្ធរបស់ពុំស្មីបានស្ងប់សុខព្រោះបានសម្រេចបំណងផ្ដល់ជំរកជូនកូននិងភរិយា